បាទជំរាបសួរបងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ unboxing នៅ model TS 7000 Mark Fogwell ដែលបងប្អូនអាចមើលបានថាតើនៅក្នុងនេះមានអីខ្លះអញ្ចឹងនៅក្នុងហ្នឹងវាមានមុខងារ check ឡានផងនិងធ្វើបាល់កង់ហងបាទអេក្រង់មានចំនួន7 inch ដែលជាលក្ខណៈ design ប្រឈរហើយវាមាន Android version 9មាន Wi-Fi មាន Bluetooth ហើយ software update វា free បាន4ឆ្នាំបាទនេះគឺ Smart Diagnostic and TPMS Scanner អញ្ចឹង TPMS Scanner នេះគឺ full function មានថាបងប្អូនអាចយកម៉ាស៊ីនហ្នឹងទៅតេស្តនៅក្រៅកង់បានដើម្បី trigger វាឲ្យដឹងថាវ៉ាល់មួយណាខូចវ៉ាល់មួយណាវាខ្សោយថ្មអញ្ចឹងយើងអាចធ្វើការផ្លាស់ប្ដូរវ៉ាល់បានហើយយើងអាច program បានទៀតអញ្ចឹងណាបាទហ្នឹងមុខងារវាមាន2គឺ check ឡាននិងធ្វើកង់ចាអញ្ចឹងនៅក្នុងប្រអប់នេះគឺវាមានកាតាឡុកមួយឆ្នាំងសាកមួយហើយឆ្នាំងសាកវានេះគឺស៊េរីថ្មីបងប្អូនអាចមើលបាន Type C បាទ Type C ហើយនេះហ៊ុនដោតវាក៏ Type C ដែរបាទនៅខាងក្រោយខ្នងវាមានកាមេរ៉ាហើយមាន speaker មួយដែរទូចណាហ្នឹងហើយអញ្ចឹងរៀងលក្ខណៈប្រឈរបែបនេះបាទអញ្ចឹងបងប្អូនអាចមើលបានអានេះតាក់ទងនឹងវ៉ាល់កង់អញ្ចឹងនេះ scan ដែលមានមុខងារ2 check ឡាននិងធ្វើវ៉ាល់កង់គឺវាមានសញ្ញាលើអេក្រង់បែបនេះបាទនឹង check ឡាននឹងចូលនេះ check កង់យើងចូលនេះហើយតាក់ទងនឹង service maintenance វាមានច្រើនបងប្អូនអាចមើលបានបាទគ្រាន់ថានេះវាលក្ខណៈ model ថ្មីនេះវា design រៀងប្លែកពីមុនជាលក្ខណៈប្រឈរបាទអញ្ចឹងមានgel ប្រេងប្រាំង set អាគុយ set ប្រអប់លេខមើល data ម៉ាស៊ីន data អាគុយ hybrid អីផ្សេងបាទប្រអប់លេខនិយាយច្រើនណាក្នុងនោះមានច្រើនបាទមាន set ប៊ិច set អីទៀតណាក gear airbag EGR បាទមានច្រើននៅក្នុងហ្នឹងអញ្ចឹងបងប្អូនអាចយកទៅប្រើប្រាស់បានទូទៅសម្រាប់ឡានអាស៊ីឡានអឺរ៉ុបមួយចំនួនក៏យើងអាចមើលបានដែរឡាន data ផ្សេងហ្នឹងបាទអញ្ចឹងវាប្រើ Bluetooth បងប្អូនណាបាទនេះ Bluetooth វាបាទអញ្ចឹង model នេះគឺបងប្អូនដែលចង់បានមុខងារ2ធ្វើកង់ផងធ្វើឡានផងប្រើ Bluetooth ហើយ software វា update វែងរហូតដល់4ឆ្នាំចំណែកឯបងប្អូនដែលគាត់អត់ត្រូវការវ៉ាល់កង់នេះទេគាត់អាចពិចារណានៅ model នេះបានបាទ model នេះគឺ NT 680 Plus model នេះគឺស៊េរីថ្មីចេញដំណើរគ្នាជាមួយ TM 7000ដែរតែវាជាប្រភេទ scan ប្រើខ្សែហើយវាអត់ប្រើថ្មទេមានថាវាដោតចូលនឹងឡានហ្នឹងគឺវាប្រើភ្លើងឡានហ្មងអញ្ចឹងណាបាទហើយ software update វាគឺ free រហូតមួយជីវិតម៉ាស៊ីនហ្នឹងគឺប្រើបានឲ្យកុំឲ្យតែម៉ាស៊ីនខូចហើយវាមាន Wi-Fi ដែរអាចភ្ជាប់ Wi-Fi ហើយ update download អីបានខ្លួនឯងណាបាទអញ្ចឹងពេលដែលយើង unbox មកនៅក្នុងហ្នឹងគឺវាមានប៉ុណ្ណេះបាទយើងបងប្អូនអាចមើលបានវាមានប្រអប់នេះជូនបងប្អូនមួយសម្រាប់បងប្អូនអាចយកទៅមើលឡាននឹងក្រៅអីណាកាលណាហ្នឹងមួយទៅគ្រប់ហ่ะបាទអញ្ចឹងយើង unbox មកគឺមានខ្សែ OBD នេះមួយណាខ្សែ OBD នេះសម្រាប់ដោតចូលឡានហើយ connect ជាមួយនឹង scan បាទ scan នេះបាទយើង connect ចូលយើងមកហើយមានលក្ខណៈប្រឈរបែបនេះអេក្រង់វាផ្ដេកដែលលក្ខណៈងាយស្រួលមើលអក្សរមើល description ថាតើវាបង្ហាញមកកូដហ្នឹងបញ្ហាអីខ្លះបាទវាអាចមានក្នុងហ្នឹងបានអញ្ចឹងណាបាទហើយវាអាចលុបកូដមើលកូដ live data អានេះក៏ប្រើទូទៅបានដែរសម្រាប់បងប្អូនដែលធ្វើឡានស៊េរីទៀតឬក៏ផ្ដោតទៅលើឡានអាស៊ីច្រើនអាចចាប់អារម្មណ៍ model នេះបាន model នេះមានតម្លៃសមរម្យធូរថ្លៃក្រោម300ទេហើយមួយទៀតវាអត់ចំណាយច្រើនទី1អត់ចំណាយថ្មខូចថ្មអីក៏អត់មានទេបាទហើយទី2អត់ចំណាយរឿង software update ប្រចាំឆ្នាំក៏អត់មានដែរបាទអញ្ចឹងបាទអញ្ចឹងបងប្អូនដែលរកតម្លៃធូរថ្លៃហើយអាចឆែកឡានទូទៅបានហើយស៊េរីរៀងខ្ពស់ដែរបាទអាចពិចារណា model នេះបានណា model នេះតម្លៃតែ200ជាងទេបាទអញ្ចឹងបងប្អូនអាចមើលទៅហើយឆ្ងល់អីអាចសួរបាន comment បានដែរបាទអូខេសម្រាប់អរគុណបងប្អូនសម្រាប់ការតាមដានវីដេអូនេះណាបាទអរគុណជម្រាបលាបាទ